ទីហោដោយសភៈមង្គលគ្រួសារយើងចឹងហើយគ្រូនៅផ្ទះនោះមិនមកដឹងក្នុងរឿងសភៈមង្គលគ្រួសារយើងឆ្លោះតោះគ្នាមានបញ្ហាអីចង្រៃមកពីអីហ្នឹងអូអាកន្លែងហ្នឹងអាត្មានឹកឃើញពាក្យគាត់និយាយមួយទៀតទៅរកគ្រូម្ដាយឲ្យទៅដល់ទៅគេថានាងមានគ្រោះត្រូវតែស្រោចទឹកចេញ7ថ្ងៃហ្នឹងហើយស្រោចទឹក7ថ្ងៃគេកំណត់លុយប៉ុណ្ណេះបើមិនចម្លងគ្រោះនឹងចេញទេនឹងមានគ្រោះថ្នាក់រហូតដល់ជីវិតហើយញោមមនុស្សយើងបើទៅដល់មុខគ្រូមុខអាសនៈគ្រូឲ្យគេនិយាយអញ្ចឹងហើយយើងមិនភ័យហើយមិនភ័យមិនតែមនុស្សគេតែកើតភ័យវាកើតអីកើតសេចក្តីល្ងងហើយអញ្ចឹងគេកំណត់ប្រហែលពាន់ក៏ទៅតាមគេដែរគេឲ្យធ្វើស្អីក៏ធ្វើតាមគេដែរគឺអានឹងវានាំចង្រៃអញ្ចឹងញោមតនេអត់ការងារធ្វើទៅយកខ្លួនទៅចង្រៃអញ្ចឹងហើយហ្នឹងវាអស់លុយអត់សូវបញ្ហាទេវាអស់លុយចុះបើរឿងអីផ្សេងទៀតគេឲ្យយើងធ្វើស្អីរឿងអីផ្សេងទៀតបើយើងជាស្ត្រីមកតោគេឲ្យយើងទៅធ្វើអីខុសប្រពៃណីតាមគេនឹងទៅទៀតគេឲ្យធ្វើអញ្ចេះបានឡើងរាសីគេឲ្យធ្វើអញ្ចេះបានល្អបានអីហ្នឹងមកមិននិយាយបន្តទៅមុខទៀតណាមានគ្រូខ្លះវាចង្រៃដល់ម្លឹងទៀតណាញោមចង្រៃរហូតដល់មិនមែនត្រឹមយកលុយយកកាក់គេទេណាចង្រៃរហូតដល់នាំគេទៅផ្លូវខុសនៅក្នុងរឿងអីផ្សេងទៀតណាគ្រូដែលបោកប្រាស់គេគ្រូដែលកាន់យកក្នុងផ្លូវខុសបើញោមទៅរកគ្រូដែលត្រូវដែលគេនាំយើងទៅកន្លែងសុខកន្លែងចម្រើនដូចថាយើងមានទុកមានបញ្ហាដូចយើងឈឺមើលមិនជាដូចជាយើងពេទ្យអស់លទ្ធភាពមើលដូចជាយើងបាក់ដៃបាក់ជើងអញ្ចឹងនៅឥឡូវនេះមកជឿថានៅតែមានអញ្ចឹងអ្នកដែលតឆ្អឹងតអីនៅតែមានមិនពីជំនាន់ជីតាអាត្មាមកឥឡូវនៅតែមានអញ្ចឹងអ្នកដែលគេរៀនវិជ្ជាតឆ្អឹងតអីហ្នឹងមកជឿថាមានហើយព្រោះអ្នកមហោគាត់ភាគច្រើនអ្នកបាក់ដៃបាក់ជើងដើរអត់កើតតាមមួយខែ2ខែ3ខែតាមអ្នកដែលឈឺតិចអ្នកបាក់ធំបាក់តូចអញ្ចឹងណាហ្នឹងហើយអ្នកខ្លះមើលរហូតដល់3 4ខែកន្លះឆ្នាំក៏មានដែរមុំតែដើរបានមុំទៅជាវិញតាមធ្ងន់តាមស្រាលអញ្ចឹងទៅឧបមាដែលយើងមានទុកចឹងចាំយើងទៅរកអ្នកដែលឲ្យវាចំរឿងឲ្យវាចំរឿងហើយទៅរកហ្នឹងរកឲ្យចំរឿងជួនកាលយើងអត់ដឹងទៀតអាវិធីអបហ្នឹងមិនមែនដូចយើងបាក់ដៃបាក់ឆ្អឹងហើមដៃហើមជើងមិនមែនគ្រាន់តែគេស្ដោះផ្លុំឲ្យជាញោមជីតាអាត្មាមានតាំងពីឆ្នាំរឺតផងគាត់ទៅបុកគល់ស្អីឬស្អីគាត់មកផ្សំគ្នាយកមកបុកយកមកហឺតបលឹមឡើងហឺតហ្នឹងហើយតបពីហឺតទៅគាត់អបអាឈើដែលលាយជាមួយថ្នាំបុករបស់គាត់ហ្នឹងត្រូវពេលណាត្រូវដូរឈើហ្នឹងពេលណាត្រូវអីអាហ្នឹងបច្ចេកទេសរបស់គាត់ទេមកមិននិយាយវែងឆ្ងាយគ្រាន់ថាមិនមែនតេគ្រាន់តែស្ដោះឲ្យវិជាជើងឯអត់ទេញោម